បដិមាករព្រះសិរិអាមិត្រីដែលបងប្អូនហៅថាព្រះពុទ្ធទី5នោះគឺទ្រង់បានត្រាស់ដឹងរួចហើយនេះហើយជារូបបដិមាកររបស់ទ្រង់គឺមានព្រះហស្ថ4ព្រះហស្ថ2ហើយនឹងរូបសមាធិមានប្រក់នេះប្រកេះ7រូបព្រះហស្ថ4ហ្នឹងគឺតំណាងឲ្យទ្រង់គ្រប់គ្រងទាំង4នគរព្រះហស្ថទ្រង់គឺកាន់គម្ពីរកាន់ក្របបញ្ជាក់កាន់ធោទឹកហើយនឹងកាន់ផ្កាឈូកគឺតំណាងឲ្យសាសនារូបដែលកំពុងតែនិយាយគឺជាព្រះពោធិសត្វអវលោកទេសវរៈឬក៏លោកយេស៊ូវហើយរូបនឹងណាត្រូវបានគេគោរពទូលតាមពិភពលោកហើយឃើញទេនៅលើភ្នំសពព្រះអង្គមានព្រះពុទ្ធមួយព្រះអង្គដែលមានឈ្មោះថាព្រះពុទ្ធអមិតភៈហើយមកពីណាហើយហែងក៏ចេះម៉េចគេដាក់ឈ្មោះព្រះសិរិអាមិត្រីស្អីណាបើអញ្ចឹងអញសួរអញវិញចុះប្រទេសផ្សេងទៀតដែលគេសង់រូបអញ្ចឹងដែរគេគោរពព្រះសិរិអាមិត្រីរបស់ហែងនឹងមែនហែងគិតមែនថាព្រះសិរិអាមិត្រីហែងដែលស្លាប់ខ្លួននឹងគេយកទៅគោរពហែងកុំមើលគេខ្លាំងពេកគេមិនភ្លឺដោយឯងគិតទេព្រះសិរិអាមិត្រីប្រពុតទី5ហ្នឹងគេគោរពគ្រប់គ្នាជាព្រះពោធិសត្វលោកនឹងត្រាស់ដឹងនៅថ្ងៃអនាគតគេគោរពអញ្ចឹងទាំងអស់គ្នាមកពិភពលោកមានប្រទេសណាមួយគេគោរពព្រះពុទ្ធឯងដែលស្លាប់ខ្លួននោះទេណាជប់យកច្រឡំទៅ